ថ្ងៃហ្នឹងមកសារសំណួរគាត់ comment មួយទៀតសំណួរគាត់បងសុំសួរមួយពេលទទួលបាន cash number ហើយត្រូវរងចាំរយៈពេលប៉ុន្មានទៅឯកសារគេបញ្ជូនមកដល់ខ្មែរខ្ញុំអត់យល់សំណួរគាត់មួយចង់ឲ្យគាត់និយាយឲ្យបានច្បាស់ថាcash number ហ្នឹងគឺយើងមានតាំងពីយើង submit ឯកសារហ្នឹងទៅពេលដែលយើងបញ្ជូនឯកសាររបស់យើងទៅ USCIS submit នៅសហរដ្ឋអាមេរិកគឺយើងទទួលបាន cash number ហ្នឹងយូរណាស់មកហើយអ្វីដែលយើងអ្វីដែលខ្ញុំចង់សួរចង់ដឹងថាយើងបាន approval ពី NVC នៅបាន approval ពី NVC ហើយមានថាខាសយើងជោគជ័យ approval ពី NVC ចំពោះ I129F មានថាករណី fiancé visa K1 visa K2 visa របស់យើងគឺបាន approval ពី NVC ហើយគេនឹងធ្វើការផ្ញើឯកសារមកខ្មែររបស់យើងដោយចំណាយពេលរយៈពេល1ខែទៅ3ខែអាស្រ័យទៅលើរដ្ឋដែលយើងធ្វើការខ្ញុំគឺរយៈពេល1ខែកន្លះបានផ្ញើមកដល់ប្រទេសខ្មែរសាទូតខ្មែរតមកខាងសាទូតអាមេរិកបានធ្វើការផ្ញើ Gmail packet 3ឲ្យអញ្ចឹងអូនជួយឆ្លើយតបឲ្យបងឲ្យច្បាស់ដែរថា case number ឬមួយក៏ NVC approval case របស់អូនចំពោះ I129F អរគុណ